ហេតុអីក៏បងបោះបង់មនុស្សល្អទៅស្រវាយយកស្រីកញ្ជឿក្រៅពីដើរតាក់ប្រុសអ្នកមាននោះឯងចាំមើលចុះអត់ពីយើងទៅកុំយំអីណានេះកែសៃនិកដល់ផ្ទះមិនគិតមិនដល់ថាមេយាស្ត្រីរបស់នួនអាចតាក់ចិត្តប្តីរបស់ខ្ញុំបានណាមួយបេះដូងស្រឡាញ់គ្នាមិនចាំបាច់ពេលវេលាយូរឡើយណាមួយពួកយើងក៏ជាមនុស្សកំសត់ស្នេហ៍ដូចគ្នាលោកដង្ខៅតើពេលនេះយើងទៅតាមរកលោកស្រីនៅណាទៅយើងក៏មិនដឹងដូចគ្នាមិនដឹងថាពេលនេះគេទៅដល់ទីណាបានកន្លែងណាជ្រកកោនអស់រយៈពេល1ខែទៅហើយតើគេមានអ្វីហូបឬអត់លោកដង្ខៅកុំគិតច្រើនពេកពេលនេះប្រហែលជាលោកស្រីកំពុងតែសម្រាកនៅកន្លែងណាមួយល្អហើយទើបស្ងាត់ដូច្នេះឯងឲ្យគេរស់នៅស្រួលយ៉ាងម៉េចបើពេលគេចេញយើងមិនឲ្យប្រាក់គេសូម្បីតែ1រៀលពេលនេះយើងមិនដឹងថាទៅរកគេនៅឯណាទីមិនដឹងថាគេលើកលែងទោសឲ្យយើងឬក៏អត់យើងបានធ្វើខុសចំពោះគេធ្ងន់ណាស់លោកដង្ខៅកុំអាគិតច្រើនអីពេលនេះយើងរកលោកស្រីឲ្យឃើញសិនទៅដល់ពេលនោះនឹងបានដឹងហើយថាលោកស្រីនៅខឹងនឹងលោកដង្ខៅទៀតដែរឬអត់ពេលនេះមេឃក៏ចាប់ផ្ដើមងងឹតទៅហើយយើងសម្រាប់នៅទីនេះសិនទៅណាលោកដង្ខៅលោកក៏មានចំការនៅក្បែរភូមិនោះដែរមែនទេក្នុងចំការនោះក៏មានខ្ទមមួយដែរយើងទៅសម្រាប់នៅទីនោះសិនទៅក៏បានមែនហើយយើងភ្លេចគិតទៅជីវិតប្តីប្រពន្ធកំពុងតែសុខស្រួលបែរជាយកភ្លើងចូលផ្ទះពេលនេះចង់ត្រឡប់ក្រោយក៏ពិបាកគ្រប់យ៉ាងប្រហែលជាលែងដូចដើមហើយលោកដង្ខៅអើយឥឡូវមកលំបាកខ្លួនដើរដេកតាមព្រៃតាមខ្ទមសំមុខហើយនេះហើយបើគេហៅថាកម្មប្រែថាអំពើអ្នកណាធ្វើអ្នកនោះទទួលអើយពិតជាអត់ខុសមែនតោះលោកដង្ខៅកែសៃអូតើពេលនេះអូននៅទីណាបងពិតជានឹកអូនណាស់អូនសុខទុក្ខយ៉ាងណាខ្លះហេតុអីក៏បងឈឺបេះដូងខ្លាំងយ៉ាងនេះមិននឹកស្មានថាបងល្ងងដល់ថ្នាក់នេះសោះហេតុអីក៏បងបោះបង់មនុស្សល្អទៅស្រវាយយកស្រីកញ្ជឿធ្លុះបងនេះពិតជាគ្មានបានការអីពិតមែនលោកម្ចាស់យប់ជ្រៅណាស់ហើយឆាប់ចូលសម្រាកទៅទៀនលោកម្ចាស់ហត់ណាស់ហើយដើរពេញមួយថ្ងៃហើយណាយើងដេកមិនលក់ទេយើងនឹកដល់កែសីយើងមិនគួរណាធ្វើខុសដាក់គេនោះទេយើងមានអារម្មណ៍ខុសខ្លាំងណាស់មិនដឹងថាយើងបានជួបនាងទៀតឬអត់ទេលោកម្ចាស់កុំទាន់អាគិតច្រើនអីសូមលោកម្ចាស់ទៅសម្រាកដើម្បីយកកម្លាំងធ្វើដំណើរបន្តទៀតតែលោកម្ចាស់គិតចង់ទៅរកលោកស្រីដល់ពេលណាទៅហើយចុះជំនួយរបស់លោកម្ចាស់ទុកចោលអត់មាននរណាមើលផងនឹងលោកម្ចាស់ពឹងនាងនួននោះមែនទេនាងនួនទៅធ្វើជំនួយមិនបានទេក្រៅពីដើរតាក់ប្រុសអ្នកមាននោះឯងចាំមើលចុះអត់ពីយើងទៅណានាងមិននៅស្ងៀមនោះទេប្រកាសណាស់ថានឹងរកបរិសុទ្ធផ្សេងដើម្បីកំដរនាងនឹងយកធ្វើជាប្តីទៀតមិនខានទេមិនក៏លោកម្ចាស់គិតដូច្នេះព្រោះតែចរិតនាងនោះគឺវាបែបនឹងយើងមើលមិនខុសទេប៉ាកែមើលអញ្ចឹងតាបានជាទៅងប់ងល់ធ្វើឲ្យលោកស្រីចេញពីផ្ទះហើយឥឡូវនេះតាំងដើររហើយមកដេកវេទនាបែបនេះឯងគិតដូចយើងទេអូបាទខ្ញុំក៏គិតអញ្ចឹងដែរលោកម្ចាស់ណាស់ហើយពេលនេះឯងទៅដេកចុះបន្តិចទៀតយើងដេកតាមក្រោយបាទ
កែសីនេះបាយទឹកមីងរៀបចំឲ្យរួចហើយណាធ្វើការហត់ហូបឲ្យច្រើននឹងមានកម្លាំងខ្ញុំអរគុណហើយណាមីងអញ្ចឹងខ្ញុំសុំទៅសិនហើយកុំឲ្យមេក្តៅតន់ចាទៅចុះសុំសំណាងល្អណាបើហត់ក៏សម្រាកកុំប្រឹងទាល់តែខ្សោយកម្លាំងណាចាខ្ញុំដឹងហើយម៉ែតដោះបងភត្រាអរុនសួស្ដីបាទបងភត្រានេះបងចាំមិននឹងមិនក៏មុខក៏ហមម្លេះបងមិនស្រួលខ្លួនមែនទេអេដូចជាមិនក្តៅខ្លួនទេមិនក៏មុខប្រែជាក្រហមអត់អីទេមិញនេះមកពីឈរហាក្តៅអីទៅបងនេះមេឃនៅមិនទាន់បើកថ្ងៃផងអូមិនហើយភ្លេចគិតទៅនេះតើកេសីបានហូបអីពេលព្រឹកហើយនៅនឹងចាស់រួចហើយចាំបងហូបរួចហើយនៅបាទនៅមិនទាន់ទេគិតថាកេសីមិនទាន់ហូបទើបរងចាំហូប2នាក់តែឥឡូវកេសីហូបរួចទៅហើយចាំហូបជុំគ្នាថ្ងៃស្អែកក៏បានមិនបានទេណាបងត្រូវតែហូបពេលព្រឹកយើងធ្វើការច្រើនខ្លាំងណាស់មិនអាចអត់ហូបបានទេនឹងធ្វើឲ្យបងបាក់កម្លាំងណានេះគេបារម្ភពីខ្ញុំដែរឬយ៉ាងម៉េចនេះបងនេះបងកាត់អីនឹងបងឈឺត្រង់ណាអត់ទេបងគ្រាន់តែគឺរំភើបតែមិនក៏ខ្ញុំនិយាយមិនចេញអញ្ចឹងមិនអីទេណាបងបើបងមិនស្រួលខ្លួនទៅសម្រាប់ក្នុងខ្ទមសិនទៅព្រោះថ្ងៃនេះយើងក៏គ្មានអ្វីធ្វើច្រើនដែរស្មៅក៏ស្អាតអស់ហើយរំដាក៏ធ្វើរួចតោះទៅសម្រាប់សិនទៅណាអូបាទអញ្ចឹងក៏បានតោះបងភត្រាបងគេសិនទៅណាមើលទៅបងមិនស្រួលខ្លួនទេព្រះអើយមនុស្សអីក៏ល្អយ៉ាងនេះតាមពិតទៅខ្ញុំមិនបានកាត់អីទេគ្រាន់តែបារម្ភបាញ់មួយថ្ងៃនេះគឺនឹកកេសីប៉ុណ្ណោះពេលបានជួបចេះតែមានអារម្មណ៍ថាអៀនអូបាទមិនអីទេណែបងភត្រាកុំរឹងមាំពេកឈឺហើយសំងំដេកទៅហាភ្លេចគិតថាអត់មានខ្នើយអញ្ចេះចុះខ្ញុំភ្លេចគិតថាអត់មានខ្នើយបងដេកកាយផ្លឹកខ្ញុំសិនមកតែនេះមិនសមទេដឹងអីមិនអីទេណាខ្ញុំដឹងថាបងបារម្ភគិតព្រោះខ្ញុំជាស្រីតែឲ្យតែបងបានសម្រាកហើយបានស្រួលខ្លួនខ្ញុំមិនខ្វល់ទេសំខាន់ពេលនេះឲ្យតែបងជាហើយបានសម្រាកយកកម្លាំងមកបាទមនុស្សស្រីអីល្អយ៉ាងនេះមិនគួរណាលោកនឹងខាងដាច់ចិត្តស្រវាយយនួនសោះយ៉ាងម៉េចនឹងនេះនៅមិនទាន់ស្រួលទៀតអីមិនក៏ដកដង្ហើមធំអត់មានអីទេគ្រាន់តែមានអារម្មណ៍ថាស្ងប់ស្ងាត់បើសិនជាមានគេច្រៀងឬសូត្រកំណាព្យឲ្យស្ដាប់មិនដឹងជាល្អយ៉ាងណាទេសំទោសផងណាខ្ញុំមិនចេះច្រៀងទេបើសូត្រកំណាព្យខ្ញុំអាចទៅបានប៉ុន្មានណាតើកេសីអាចសូត្រឲ្យខ្ញុំស្ដាប់បន្តិចបានអត់ចាប់បានមិនអីទេសំឡេងចាប់យំរងំពេញព្រៃឮហើយហរតីសែនសប្បាយមើលទៅប្រឹក្សារីកស្រស់ស្រាយកយគុណមិនចិនណាយគប់នេត្រាផ្កាព្រៃរីកស្រស់តាក់កន្លងខ្មុំគួចចិត្តប៉ងចង់ប៉ះកាយា
ក្រែបនៅលំអងស្រង់យកក្លិនផ្កាពេលអស់ចិន្តាក៏ហើរចេញបាត់ប្រៀបដូចជីវិតក៏មិនខុសគ្នាធ្លាប់រស់ជានីប្រែជារស័តចាក់ចេញពីផ្ទះស្ទើរបែកប្រមាត់នារីខ្ចាយខ្ចាត់ព្រាត់លែងបានជួបកេសីនេះអូនយំមិនទីចាកុំយំអីណានេះកេសីនឹកដល់ផ្ទះមិនទីកុំគិតច្រើនពេកអីណាតែបើកេសីពិបាកក្នុងចិត្តអាចនិយាយបានណាបងព្រមស្ដាប់រឿងរ៉ាវរបស់កេសីខ្ញុំមិនដឹងថាត្រូវនិយាយបែបណាទេបងក៏ដឹងហើយថាហាស្លាក់ខ្ជាក់ស្លែងបងដឹងថាអូនពិបាកនិយាយព្រោះស្ត្រីនោះជាអតីតប្រពន្ធបងទើបមិនចង់និយាយមិនអីទេណាអូនអាចនិយាយពីទុកលំបាកខ្លះក្រែងបានធូរចិត្តបងដឹងទេថាពីមុនគ្រួសារខ្ញុំមានក្តីសុខរស់នៅមានសុភមង្គលខ្លាំងណាស់តែតាំងពីនាងនួនចូលទៅនៅបានប្រមាណអ្វីគ្រប់យ៉ាងបានប្រែប្រួលអស់គ្មានសល់ដល់ពេលនោះខ្ញុំធ្វើអ្វីក៏ខុសធ្វើអ្វីក៏មិនត្រូវចិត្តគេមើលងាយខ្ញុំថាជាស្រីមិនចេះធ្វើស្អីខ្ញុំឈឺចិត្តណាស់តែខ្ញុំមិនអាចហាស្ដីបានទើបសម្រេចចិត្តដើរចេញពីគាត់ដើម្បីឲ្យគាត់មានក្តីសុខខ្ញុំសុំទោសដែលកាលពីមុនខ្ញុំក៏បានសន្យានឹងបងថានឹងមើលថែនួនឲ្យបានល្អតែមិនដូច្នោះទេបែរជាត្រូវនារីព្រាត់ប្រាសខ្លួនឯងទៀតហើយបងក៏ត្រូវបាត់បង់ប្រពន្ធបងដឹងបងយល់ពីអារម្មណ៍អូនថាអូនឈឺចាប់ប៉ុណ្ណាតាមពិតទៅនេះជាកំហុសរបស់បងទេមិនមែនជាកំហុសរបស់អ្នកណាទាំងអស់បើកាលនោះបងមានលទ្ធភាពអាចចិញ្ចឹមនួនបានល្អនួនក៏មិនទៅណាចោលបងហើយនួនក៏មិនធ្វើរឿងដូចនេះដែរបងសុំទោសគ្រប់យ៉ាងជាកំហុសរបស់បងកេសីឈប់គិតច្រើនទៀតទៅណាឃើញកេសីបែបនេះបងកាន់តែអត់មិនបន្ទោសខ្លួនឯងមិនបានទេបងកុំបន្ទោសខ្លួនឯងអីកំហុសគ្រប់យ៉ាងមកពីខ្ញុំមើលថែគ្រួសារមិនបានល្អមិនដោយឲ្យនួនធ្វើតាមអំពើចិត្តគិតមិនដល់ថាមីជាស្ត្រីរបស់នួនអាចតាក់ចិត្តប្តីរបស់ខ្ញុំបានណាមួយខ្ញុំនេះក៏ទុកចិត្តប្តីពេករហូតមិនចាប់អារម្មណ៍ថានឹងមានថ្ងៃនេះមិនអីទេឈប់គិតហើយបងឈប់បន្ទោសខ្លួនឯងទៀតទៅបាទកេសីបើពេលនេះពួកយើងទាំងពីរនាក់បានជាបែកបាក់ប្តីប្រពន្ធទៅហើយនោះតើយើងទាំងពីរនាក់អាចចាប់ដៃគ្នាជាថ្មីសាងជីវិតគ្រួសារថ្មីបានទេបងនិយាយថាម៉េចនេះពួកយើងតើតបានជួបគ្នាមួយខែទេណាវាលឿនពេកហើយទេដឹងមិនលឿនពេកទេបេះដូងស្រឡាញ់គ្នាមិនចាំបាច់ពេលវេលាយូរឡើយណាមួយពួកយើងក៏ជាមនុស្សកំសត់ស្នេហ៍ដូចគ្នាដូច្នេះយើងសាងគ្រួសារថ្មីទៅល្អទេចាយល់ព្រមណាមួយពេលនេះខ្ញុំក៏គ្មានទីពឹងអ្វីហើយមើលឃើញថាបងក៏ល្អចំពោះខ្ញុំកន្លងមកបងមើលថែខ្ញុំបានល្អណាស់បែបនេះខ្ញុំក៏នឹងបានកក់ក្ដៅក្នុងចិត្តវិញបងសន្យាថាមិនធ្វើឲ្យអូនលំបាកទេទោះបីជាយ៉ាងណាក៏បងមិនបោះបង់អូនដែរបងនឹងថែរក្សាអូនមិនឲ្យអូនឈឺចាប់ទៀតទេទោះបីជាបងក្រតែបងនឹងខំប្រឹងមិនឲ្យអូនលំបាកឡើយអរគុណបងខ្លាំងណាស់ពេលនេះថ្ងៃត្រង់ហើយតោះយើងហូបបាយសិនទៅថ្ងៃបន្តិចចាំធ្វើការបន្តទៀតចាអត់ទោះលោកពូអ្នកមីងជំរាបសួរចាលើកដៃថ្វាយព្រះហើយមកពីខាងណាខាងណីដែរនឹងលោកក្មួយអូបាទលោកពូខ្ញុំមកទីនេះគឺដើម្បីស្វែងរកមនុស្សតើក្មួយរកអ្នកណាដែរទៅខ្ញុំមករកប្រពន្ធ
អូយមករកប្រពន្ធអី បាទមែនហើយមីងមានឃើញស្រីចំណាំម្នាក់និងស្រីវ័យ30ស្ដើងដើរកាត់ទីនេះដែរទីអេតិចប្តីគេស្អីទីដឹងណោះ មិនបានឃើញទេក្មួយ អេអ្មេចកម្មាយវាឯងកុហកគេអញ្ចឹង ក្មួយមីងសំសួរបន្តិចបានទេតើហេតុអីបានជានៅសុកប្រពន្ធក្មួយចាក់ចេញពីផ្ទះ ម៉ែវាអ្មេចក៏សួរគេបែបនេះមិនអីទេលោកពូខ្ញុំប្រាប់មីងបានគឺខ្ញុំបានធ្វើកំហុសខុសធ្ងន់ទៅលើគាត់ពេលនេះខ្ញុំគ្រាន់តែចង់ជួបគាត់និងហៅគាត់ត្រឡប់ទៅផ្ទះវិញបើសិនជាលោកពូនិងមីងបានឃើញសូមជួយប្រាប់ខ្ញុំផងណាខ្ញុំនឹងមានសគុណជូន អូមានសគុណមែនទេប្រមាណដែរទៅ ខ្ញុំឲ្យមាសមួយដំឡឹង ថាម៉េចមាសមួយដំឡឹងអីពុកវាមាសមួយដំឡឹងណាច្រើនណាស់ តែម៉ែវា ក្មួយប្រុសនិយាយជាការពិតដែរទេនឹង បាទជាការពិតណាស់ខ្ញុំនិយាយម៉ាត់ណាម៉ាត់នឹងណាមីង គឺមីងបានឃើញតែមិនដឹងថាពួកគេជាមនុស្សដែលក្មួយរកឬអត់ទេ ពិតមែនណាមីងនិយាយជាការពិតទីហើយតើពេលនេះពួកគេនៅណាទៅ តែមីងមិនប្រកាសទេណាថាជាពួកគេឬអត់ មីងតើអាចនាំខ្ញុំទៅបានទី បានអញ្ចឹងមកតាមខ្ញុំមក ម៉ែដោះ ហាលោកដង្ខៅមិនក៏ស្រាប់តែមកដល់ទីនេះ ម៉ែដោះមិនក៏ស្គមយ៉ាងនេះ អ្នកសឿនខ្ញុំសុំទោសផងណាដែលខ្ញុំនាំគេមកទីនេះមិនអីទេណាបើអញ្ចឹងនិយាយគ្នាចោះខ្ញុំទៅសិនហើយណែក្មួយកុំភ្លេចសន្យាឲ្យសោះណា បាទខ្ញុំមិនភ្លេចទេមីងចប់ការងារខ្ញុំនឹងឲ្យមីងភ្លាម អញ្ចឹងអរគុណហើយលាហើយ ម៉ែដោះតើពេលនេះកែសីនៅណា លោកស្រីមិននៅទីនេះទេ ម៉ែដោះកុហកក្រែងអ្នកទាំងពីរមកជាមួយគ្នាតើអី មែនហើយពួកយើងចេញមកពីផ្ទះលោកដង្ខៅជាមួយគ្នាតែមកដល់ពាក់កណ្ដាលផ្លូវលោកស្រីមិនចង់ឲ្យខ្ញុំនាំលំបាកគាត់ក៏ឲ្យខ្ញុំទៅផ្ទះបងប្អូនតែសំណាងមិនល្អពេលខ្ញុំមកដល់ពួកគេក៏បានស្លាប់អស់ទើបខ្ញុំនៅទីនេះម្នាក់ឯងតែតាំងពីពេលនោះមកខ្ញុំមិនដឹងទេលោកស្រីទៅទីណាព្រោះពួកយើងបានបែកគ្នាតាំងពីលើផ្លូវនោះមកម្ល៉េះ ចំមែនហើយមិនក៏មិនដោយឲ្យនាងទៅតែម្នាក់ឯងក្រែងស្រឡាញ់ស្មោះស្ម័គ្រនឹងគ្នាខ្លាំងណាស់នោះអី លោកដង្ខៅជាប្តីស្រឡាញ់ស្មោះស្ម័គ្រក៏មានថ្ងៃបោះបង់លោកស្រីចុះទម្រាំខ្ញុំជាស្រីបំរើរឿងអីត្រូវមើលថែពេលដែលគេគ្មានអ្វីសោះនោះ មែនហើយមីងនិយាយត្រូវខ្ញុំពិតជាប្តីអត់បានការពិតមែនកេសីតើពេលនេះបងត្រូវទៅរកអូននៅឯណាទៅ ហេតុអីក៏ត្រូវតាមរកលោកស្រីក្រែងលោកដង្ខៅលែងលះគ្នាហើយមិនចឹងអី ម៉ែដោះខ្ញុំដឹងថាខ្ញុំបានធ្វើខុសចំពោះកេសីពេលនេះខ្ញុំចង់លុបលាងកំហុសខ្ញុំចង់នាំកេសីត្រឡប់ទៅរស់នៅផ្ទះវិញ សោកស្ដាយផងអញ្ចឹងលោកដង្ខៅតាមរកលោកស្រីបន្តចុះ ម៉ែដោះត្រឡប់ទៅជាមួយខ្ញុំវិញទៅណា ដរាបណាលោកស្រីមិនត្រឡប់ទៅវិញខ្ញុំមិនទៅវិញទេលោកដង្ខៅខ្ញុំសុំទោសផងណាណាមួយនិយាយដោយត្រង់ចុះខ្ញុំមិនចង់ឃើញមុខស្រីបិសាចម្នាក់នោះ មិនអីទេម៉ែដោះខ្ញុំយល់ខ្ញុំនឹងខំប្រឹងរកកែសីឲ្យឃើញហើយនាំគេត្រឡប់ទៅវិញឲ្យបាន ជូនពរចុះ
អើយវីវោហើយមេចិត្តល្ងាចហើយបើលោកដងថៅនៅទីនេះកែសីមកដល់ច្បាស់ជាបានឃើញចាក់ជាមិនខានទេរកវិធីឲ្យគេត្រឡប់ទៅវិញសិនលោកដងថៅត្រឡប់ទៅវិញសិនចុះបើសិនជាខ្ញុំបានឃើញលោកស្រីខ្ញុំនឹងប្រាប់លោកខ្ញុំអរគុណហើយណាម៉ែដោះអញ្ចឹងខ្ញុំលាសិនហើយមីងសឿនខ្ញុំនឹកមីងណាស់ថ្ងៃក្រោយចាំខ្ញុំមកលេងមីងទៀតអរគុណហើយណាគ្រូចឯងនៅមើលថែលោកដង្ខៅឲ្យល្អចុះមីងមិនអីទេណាអរគុណហើយបើមាននិស្ស័យពួកយើងនឹងជួបគ្នាទៀតបាទលាហើយមីងលាហើយលោកដង្ខៅតើហេតុអីបានជាមីងសឿនកុហកថាមិនបាននៅជាមួយកេសីតើដង្ខៅនឹងអាចជួបជាមួយកេសីបានដែរឬទេរងចាំតាមដានទស្សនាភាគបន្តសូមអរគុណមានគ្រួសារមួយរស់នៅក្បែរជើងភ្នំដាច់ស្រយាលពីគេក្នុងគ្រួសារនោះមានសមាជិក2នាក់មានលោកតាកំសត់និងលោកយាយនួនពួកគាត់គ្មានកូននោះទេលោកតាលោកយាយរស់នៅអាស្រ័យលើការដាំដំណាំក្បែរផ្ទះដើម្បីយកទៅលក់នៅក្នុងភូមិធំយាយវាឆ្នាំនេះផលដំណាំយើងកាក់កបល្អណាស់យើងប្រកាសជាបានផលច្រើនហើយអើយមែនហើយតាវាខ្ញុំគិតថាយើងយកទៅលក់ឲ្យលោកសេដ្ឋីទៅក្រែងគាត់ជួយម៉ៅទិញអាទាំងអស់យើងនឹងបានធូរកម្លាំងដើររណាតាវាព្រោះពេលនេះណាយើងក៏ចាស់ហើយគ្មានកម្លាំងនឹងដើរលក់ទេមែនហើយយើងចំណាស់នេះទៅហើយគ្មានកូនមកគ្រាប់គ្រាន់នឹងជួយសម្រាលការងារសោះពេលនេះយើងក៏ចាស់ទៅហើយតើមានអីរំពឹងទៅគិតទៅគ្មានកូនពិតជាពិបាកមែនណាយាយវាសាច់ញាតិក៏គ្មានខ្ញុំគិតតែចង់ទៅសុំកូនអ្នកនៅក្នុងភូមិម្នាក់ឲ្យមកនៅជាមួយយើងដែរតែខ្លាចគេមិនល្អជាមួយយើងណាហើយចុះយាយវាគិតយ៉ាងម៉េចដែរអើយបានហើយកុំគិតច្រើនតាវាការយកកូនគេមកនៅជាមួយខ្លាចថាកាន់តែពិបាកព្រោះកូនគេមិនដូចជាកូនយើងឡើយណាតោះឈប់គិតច្រើនហើយឆាប់ទៅដាំបន្លែដាំពោតវិញទៅណាតាវាតោះយាយវាលោកតាលោកយាយខ្ញុំនៅទីនេះអើយយាយវាខ្មោចលងទៅដឹងហើយឮតែសំឡេងអត់ឃើញរូបមានអីទៀតក្រៅពីនឹងនោះអើយកុំនិយាយអីមើលតាវាខ្ញុំនេះណាព្រឺឆ្អឹងខ្នងអស់ហើយតាវាមើលនោះទៅមើលមានឃើញដូចខ្ញុំដែរអត់ណាអីទៅយាយវាអើយនោះអីគឺនៅខាងក្រោយនោះឃើញទេពន្លឺអីចេញពីខាងនោះមកនោះមែនតាយាយវាតោះយើងគិតតែមើលបន្តិចមើលតើជាស្អីលោកតាលោកយាយសូមអ្នកទាំងពីរយកខ្ញុំទៅនៅជាមួយផងបានទេខ្ញុំនឹងជួយបម្រើលោកតាលោកយាយគ្រប់បែបយ៉ាងទាំងអស់សូមឲ្យតែលោកតាលោកយាយត្រូវការអ្វីឬចង់ឲ្យខ្ញុំធ្វើអ្វីខ្ញុំធ្វើបានទាំងអស់ចៅជួយយ៉ាងម៉េចបានទៅបើពេលនេះចៅគ្រាន់តែជាផ្កាគ្មានដៃជើងផងហ្នឹងបើសិនជាចាស់និយាយថាចាស់ជាទេវតានៅលើឋានលើលោកតាលោកយាយជឿទេចៅនេះប្រកែកនិយាយលេងមែនណាតើទេវតាណាមកខ្លាចជាផ្កាបែបនេះណោះយាយវាមែនហើយតាវាមិនគួរជឿទេបើលោកយាយលោកតាមិនជឿទេលោកតាសាកអធិដ្ឋានក្នុងចិត្តសាកមើលហើយលោកតាចុកដៃប៉ះសន្លឹកផ្កានោះលោកតានឹងសម្រេចបំណងភ្លាមតាវាសាកទៅបាន
អាយ៉ានេះជាការពិតមែនទេខ្ញុំយល់សពទេដឹងណាតាវីអាមិនក៏ប្រែទៅជាក្មេងបែបនេះអាតាវី យាយវាខ្ញុំក្មេងហើយយាយវាអញសាក់ប៉ះដែរមើល លោកយាយសុំលោកយាយប៉ះមកចុះហើយលោកយាយបងប្រាថ្នាទៅបំណងលោកយាយក៏បានដោយបំណងដែរ អញ្ចឹងខ្ញុំប៉ះហើយណា យាយវាវ៉ាវមើលចុះយាយវាស្អាតណាស់ស្អាតខ្លាំងណាស់ តាវីយើងត្រឡប់មកក្មេងវិញពិតមែនហើយដូចជាមានកម្លាំងកំហែងលើសមុនទៅទៀតណាតាវី ឈប់ហៅខ្ញុំតាទៅហៅបងទៅណាអូន បានបងបើអញ្ចឹងយើងយកផ្កានេះទៅផ្ទះទៅបងគេណាបានជួយយើងហើយយើងក៏ត្រូវទៅជួយគេវិញដូចគ្នា អរគុណណាស់លោកតាលោកយាយ តោះយើងថ្ងៃនេះមិនគុំឃើញតាយាយមកលក់ពោតលក់បន្លែសោះអញ្ចឹងណោះ អើមែនហើយពុកវីរាល់ដងណាអាត្មានេះពួកគាត់មកហើយអេអ្នកទាំងពីរមកជួយទិញពោតទិញបន្លែខ្ញុំទៀតហើយអីអូអត់ទេខ្ញុំទិញតែយាយតាតែប៉ុណ្ណោះព្រោះថាគាត់នឹងចាស់អស់ហើយអាណិតគាត់ គឺយាយនឹងហាញ់តានេះគឺតាវានោះអីគឺតារាណា មែនហើយចៅយើងគឺជាតាយាយនឹងណាចៅ ហេតុតែចង់លក់ដាច់មកកុហកដើម្បីឲ្យគេទិញ អ្នកណាគេជឿនោះ គឺពិតជាតាយាយមែនណាមកបើចាស់មិនជឿទេមកតាមតានឹងយាយមកយាយតានឹងបញ្ជាក់ឲ្យចៅដឹងមកឆាប់មក អញ្ចឹងក៏បានចាំមើលពួកអ្នកបោកប្រាស់យ៉ាងណាទៀត លោកតាលោកយាយត្រឡប់មកវិញហើយអី អញអ្នកណាអ្នកនិយាយហ្នឹងដូចជាគ្មានមនុស្សផងនេះហើយគឺជាអ្វីដែលខ្ញុំចង់និយាយប្រាប់ដល់លោកនេះគឺជាធិតាសួរដែលបានធ្វើឲ្យខ្ញុំនឹងនិយាយផ្លាស់ប្ដូរមកជាក្មេងបែបនេះ ឃើញទេថាយាយនឹងតាមិនបានកុហកទេនេះគឺជាការពិតអូវ៉ាវនេះមិនក៏អស្ចារ្យយ៉ាងនេះណោះហើយចុះហេតុអីបានជាផ្កាមកដើមនេះមានមហិទ្ធិឫទ្ធិខ្លាំងដូចនេះណោះ ចាំខ្ញុំនិយាយរឿងរ៉ាវប្រាប់ដល់អ្នកទាំងអស់គ្នាចុះតែបើសិនជាដឹងហើយសូមដឹងត្រឹមតែអ្នកតែប៉ុណ្ណោះទេតែអ្នកមិនអាចយកទៅនិយាយបន្តនៅទីណាបានឡើយ បាទ អូចា ខ្ញុំនឹងមិននិយាយទេ ខ្ញុំគឺជាទេវតាទឹកភ្លៀងដោយសារតែខ្ញុំខុសនឹងច្បាប់នៅឋានលើបង្កើតឲ្យមានភ្លៀងធ្លាក់ខុសរដូវដោយសារតែអាណិតដល់ប្រជាកសិករដែលកំពុងតែរីងស្ងួតដំណាំក៏ងាប់អស់ដាំមិនដុះមិនទទួលផលទើបខ្ញុំបង្ហូរទឹកភ្លៀងមកធ្វើឲ្យខុសនឹងច្បាប់ទើបត្រូវទទួលពិន័យខ្លាចទៅជារុក្ខជាតិដើមផ្កាបែបនេះ អញ្ចឹងតើទេពធីតាអាចជប់ឲ្យយើងទាំងពីរមានទ្រព្យសម្បត្តិហូរហៀបានទេ មិនបានទេក្រៅពីលោកតានិងលោកយាយគឺខ្ញុំគ្មានមហិទ្ធិឫទ្ធិអ្វីឡើយមានតែលោកតានិងលោកយាយប៉ុណ្ណោះទើបអាចបញ្ជាខ្ញុំបានព្រោះគាត់ទាំងពីរនាក់ជាម្ចាស់របស់ខ្ញុំជាអ្នកថែរក្សាខ្ញុំ បើអញ្ចឹងចុះបើសិនជាខ្ញុំសុំធ្វើជាម្ចាស់របស់អ្នកម្នាក់ទៀតតើបានឬក៏អត់ ម្ចាស់កម្មសិទ្ធិគឺមានតែម្នាក់ប៉ុណ្ណោះខ្ញុំបានដឹងពីគោលបំណងរបស់អ្នកហើយកុំអីណាសំបីតែគិតព្រោះខ្ញុំគ្រាន់តែដាស់តឿនអ្នកជាមុនថាភាពលោភលន់អ្វីមិនមែនជារបស់ខ្លួនកុំប្រាថ្នាយកមកធ្វើជារបស់ខ្លួនឲ្យសោះ អូយបើអញ្ចឹងពួកយើងទាំងពីរអ្នកគិតលាទៅវិញសិនហើយព្រោះត្រូវមានការបញ្ញាប់ បាទសូមចេញតាមសប្បាយចុះបាទ មិននឹកស្មានថាពួកគេជាមនុស្សល្អគ្រាន់តែបានដឹងរឿងនេះអាចប្រែពីមនុស្សល្អទៅជាមនុស្សលោភលន់បានមិនគួរអញ្ចឹងសោះ នេះហើយជាឥទ្ធិពលមាសប្រាក់
មនុស្សអាចកែប្រែនិស្ស័យដោយសារតែវានេះហើយអូនកុំគិតច្រើនអីណាយើងខំដោយកម្លាំងទោះបីចៅបុផាសួរមានវេទមន្តអាចជប់បំណងយើងបានតែយើងសុំត្រឹមតែមានសេចក្តីសុខសុភមង្គលសុខភាពល្អប៉ុណ្ណឹងទៅគឺបានហើយចំណែកឲ្យលុយកាក់មាសប្រាក់យើងរកដោយកម្លាំងញើសឈាមខ្លួនយើងចុះ មែនហើយបងចៅធីតាយាយនិងតាគិតទៅចំការខាងក្រោយដើម្បីប្រមូលផលសុំចៅនៅមើលថែផ្ទះសម្បែងចុះលុះល្ងាចទើបយាយនិងតាត្រឡប់មកវិញណាចៅចាលោកតាលោកយាយសូមលោកតាលោកយាយអញ្ជើញចុះ ណែម៉ែវាខ្ញុំគិតថាយប់នេះចង់ទៅលួចយកផ្កានោះមកផ្ទះយើងតើគិតយ៉ាងណាដែរ អីតែគេបាននិយាយហើយទោះជាយើងយកយ៉ាងណាក៏ធ្វើអីមិនកើតដែរណែព្រោះយើងនេះមិនមែនជាម្ចាស់គេ ម៉ែវាឯនេះល្ងងណាស់ពេលយើងយកមកដល់ផ្ទះក៏คล้ายជារបស់យើងទៅហើយពេលនោះយើងនេះហើយជាម្ចាស់របស់គេនោះមិនអញ្ចឹងអី ណែខ្ញុំថាកុំអីឲ្យពុកវាខ្លាចដូចអ្វីដែលគេនិយាយអញ្ចឹងយើងនឹងវិនិច្ឆ័យហើយណាព្រោះថាគេមានមហិទ្ធិឫទ្ធិខ្លាំង បើម៉ែវាឯងមិនចង់ធ្វើនៅឲ្យស្ងៀមទៅហើយបិទមាត់ឲ្យជិតទុកឲ្យខ្ញុំជាអ្នកចាត់ការឮទេ បងមើលចុះដំណាំរបស់យើងបានប្រមូលផលអស់បាត់ទៅហើយ ប្រហែលជាចៅបុប្ផារបស់យើងនេះជាអ្នកធ្វើរឿងនេះហើយ មែនហើយអូនប្រហែលជាចៅខ្លាចយើងលំបាកហើយ បើអញ្ចឹងយើងតាក់ទងឈ្មួញធំឲ្យមកម៉ៅយកតែម្ដងទៅព្រោះពេលនេះយើងក៏មានដំណាំច្រើនដែរបើលក់នៅទីផ្សារមិនទាន់ទេបើលក់មិនបានផលដំណាំរបស់យើងនឹងខូចអស់ជាមិនខានឡើយ យើងទៅតាក់ទងឈ្មួញពីណាទៅបើយើងមិនដែលស្គាល់គេផងស្គាល់តែអ្នកធ្លាប់ជួយទិញតាមផ្សារតែប៉ុណ្ណោះ អើយមិនអីទេចាំយើងទៅសួរលោកជីមើលក្រែងគេបានស្គាល់បើសិនជាគេស្គាល់យើងនឹងងាយស្រួល ល្អមួយយ៉ាងដែរតាអូតាយាយអញ្ជើញមកផ្ទះខ្ញុំថ្ងៃនេះមានការអីដែរបាទ គឺអញ្ចេះណាលោកជីខ្ញុំមកនេះចង់ពឹងសួរនាំលោកជីពីឈ្មួញទិញផលដំណាំប្រជាកសិករតើលោកជីមានស្គាល់ទេ អាយ៉ាចំប្លង់មិនតែម្ដងហើយត្រូវទៅបោកយាយតានេះឲ្យទៅឆ្ងាយហើយយប់នេះអញនឹងទៅលួចយកផ្កានោះមក រកអស់ប្រទេសឈើងាប់មែន លោកជីលោកកំពុងតែគិតអីហ្នឹង អូអត់ទេខ្ញុំកំពុងតែគិតថាតើណែនាំម្នាក់ណាឲ្យលោកតានឹងណាគឺថាខ្ញុំស្គាល់គេម្នាក់ជាឈ្មោះជួញដូរទិញរាល់ផលដំណាំឲ្យបានថ្លៃទៀតតែគាត់នៅរៀងឆ្ងាយបន្តិចទាល់តែធ្វើដំណើរសម្រាប់មកយប់អីណោះទៅដល់ មិនអីទេឲ្យតែគេទិញចាំខ្ញុំទៅជួបទំនាក់ទំនងជាមួយគេបើអញ្ចឹងខ្ញុំគិតលាទៅវិញសិនហើយណាអរគុណហើយដែលបានណែនាំ បាទសូមអញ្ជើញ អូណាយើងរៀបចំអីវ៉ាន់ទៅយើងនឹងទៅថ្ងៃនេះតែម្ដង ចាស់បងខ្ញុំដឹងគ្រប់យ៉ាងគ្រប់រឿងរ៉ាវដែលបានកាត់ឡើងតែខ្ញុំពិតជាមិនអាចប្រឆាំងនឹងព្រំលិខិតបានពិតមែនហើយក៏ចិត្តអស់តួនាទីរបស់ខ្ញុំនៅឋានកណ្ដាលនេះដែរបងតើយើងឆាប់ចេញដំណើរទៅ បុប្ផាចៅពេលតាយាយមិននៅសូមចៅជួយមើលថែផ្ទះសម្បែងផងណាចៅតាយាយទៅមិនយូរទេតែ2យប់3ថ្ងៃតែប៉ុណ្ណោះនឹងត្រឡប់មកវិញហើយ ចាលោកយាយលោកតាសូមលោកយាយលោកតាធ្វើដំណើរមានសុវត្ថិភាពផងចុះ បានផ្កានេះមកហើយវយចាំតែមើលចុះណាយើងនឹងខ្លាយជាស្ថិនៅក្នុងពេលឆាប់នេះមិនខានទេ អេណែពុកវាឯងបានផ្កានេះមកពីណាហ៎ ជារឿងខ្ញុំទេម៉ែវាឯងកុំចេះ នេះកុំប្រាប់ឲ្យសោះណាថាទៅយករបស់គេរបស់ឯងមកនេះពុកវាឯងនេះយកទៅឲ្យម្ចាស់ដើមគេវិញទៅលួចពីគេមកណាវាមិនល្អនោះទេស្រួលមិនស្រួលជីវិតនឹងមិនចម្រើនទៀតផង ហើយមកល្អស្អីដែរម៉ែវានេះខ្ញុំចង់យ៉ាងម៉េចវាជារឿងរបស់ខ្ញុំ
ម៉ែវាឯងចង់ទៅធ្វើអីក៏ទៅធ្វើទៅ អើយពុកវាឯងឈប់បានក៏ឈប់ទៅណាទុកថាខ្ញុំសុំទៅចោះខ្ញុំមិនដែលសុំអ្វីពីពុកវាឯងឡើយតែរឿងនេះខ្ញុំសុំពិតមែន យេអាមនុស្សចិត្តបានខ្លាយជាអ្នកមានទៅហើយមករារាំងផ្លូវមិនឲ្យមានទៅកើតដែរទៅម៉ែវាឯងចង់ទៅណាទៅឲ្យបាត់ទៅទោះនៅក៏ទៅមុខទៅមាត់ដដែលហ្នឹងមួម៉ៅក្តៅក៏ហើយមែនតើ ខ្ញុំទឿនពុកវាឯងហើយណា ទឿនតាំងស្អីខ្ញុំកើតមកចំណាស់នេះដែរហើយមិនបាច់ឲ្យនរណាមកទឿនមកបដៅទេទៅឆាប់ចេញទៅ អញ្ចឹងតាមតែចិត្តចោះ ទីបំផុតវាคล้ายជារបស់យើងហើយសួគាចូលស្ដាប់តាមបញ្ជាយើងចូលជប់មាសជប់ប្រាក់មកឲ្យយើងភ្លាមមកណែយើងថាជប់វាចេញមកឲ្យយើងភ្លាមមកឲ្យវិញចឹងឡើង ហេហេតុអីបានចេញមកសុទ្ធតែពួកអសេរពឹសបែបនេះទេថយចេញទៅកុំចូលមកក្បែរយើងឆាប់ចេញទៅខ្ញុំខ្លាចហើយកុំធ្វើបាបខ្ញុំអីខ្ញុំខ្លាចហើយខ្ញុំដឹងខុសហើយអូយដោះលែងខ្ញុំទៅម៉ែវាជួយខ្ញុំផងម៉ែវាជួយផងខ្ញុំមិនទាន់ចង់ស្លាប់ទេអូយម៉ែវាជួយផងអូយឈឺណាស់អូយឈឺខ្លាំងណាស់អូយជួយខ្ញុំផងជួយផង ពុកវាឯងកើតអីហេតុអីក៏ខ្លាចទៅជាបែបនេះអើយមិនគួរសោះឡើយមិនគួរណាទៅចោលខ្ញុំបែបនេះសោះពុកវាទៅបាត់តើខ្ញុំនៅជាមួយអ្នកណាទៅពុកវាយើងមានតែពីរអ្នកប្តីប្រពន្ធមិនគួរណាឡើយលោកអើយមិនគួរទេខ្ញុំប្រាប់ពុកវាឯងហើយថាកុំតែពុកវាឯងមិនព្រមស្ដាប់ខ្ញុំសោះ អ្នកនាងអើយសូមជួលរួមរំលែកទុកផងណាអូយមិនគួរសោះទៅតែឃើញអ្នកជីពីម្សិលមិញស្រស់ហើយថ្ងៃនេះស្លាប់ចោលគ្នាទៅហើយបែបនេះណាជីវិតមនុស្សយើងមើលមិនឃើញទេណែកុំខូចចិត្តអីណាអ្នកណាកាត់ចិត្តទៅអើយអរគុណច្រើនហើយអ្នកហើយអ្នកជីនេះមិននៅបែបនេះទៀតអ្នកនាងឯងនេះគិតយ៉ាងម៉េចទៅវិញណា មិនដឹងយ៉ាងម៉េចទេអ្នកអើយរកស៊ីតាមណាបានក៏មានតែរកតាមនឹងហើយស៊ូណាខ្ញុំទៅវិញសិនហើយអ្នកបន្លែស្រស់មានអ្នកណាត្រូវការទិញបន្លែស្រស់ទេ អូយថ្ងៃនេះលក់បន្លែមិនចេញទៀតហើយអង្គក៏សឹងតែលែងមាននៅសល់ហើយតើបានប្រាក់ឯណាទៅទិញទៅបន្លែណាទុកមិនបានយូររាល់ថ្ងៃនេះបានត្រឹមតែយកបន្លែមកស្ងោរឆាធ្វើម្ហូបជំនួសសាច់ទៅវិញលុយកាក់មួយសេនមួយរៀលនឹងក៏គ្មាននៅក្នុងខ្លួនអូជីវិតខ្ញុំអើយម៉ែមិញណាំងគាត់លំបាកដល់ហើយណោះ ឃើញគាត់ទល់បន្លែមកលក់រាល់ថ្ងៃហើយពេលទៅផ្ទះវិញលើកណាក៏ឃើញនៅពេញកញ្ជើតែរហូតតើមានអ្នកណាគេទិញទៅកូនបន្លែពួកយើងណាដាំដុះបានគ្រប់គ្នាក្នុងស្រុកភូមិយើងនេះមានតិចអ្នកណាស់ដែលដើរទិញបន្លែពីគេពីឯងមកអាណិតមីណាងនេះចេះតែអាណិតហើយធ្វើមិនទេស្ថានភាពពួកយើងក៏មិនធូរធារអាចជួយអ្វីបានឡើយខ្ញុំឃើញគាត់បែបនេះអាណិតគាត់ពិតមែនតើម៉ែ តាំងពីពេលពុកវាយកផ្កានោះចូលមកជីវិតគ្រួសារយើងមានតែដុនដាប់ទៅតែម្ដងហើយមិនគួរសោះឡើយរបស់គេមួយទាំងមូលពុកវាឯងទៅលួចមកធ្វើអីហាយកមកសង្ឃឹមថាមានបានមានទ្រព្យមាសពេជ្រកែវកងតែពេលនេះសំបីតែជីវិតក៏គ្មានសល់ឡើយនេះហាខ្ញុំត្រូវបានប្រាប់រួចហើយតែមិនមានអ្នកណាស្ដាប់តាមខ្ញុំសោះអ្នកឃើញទេភាពលុបលន់ចេះរឹងរូសចង់បានអ្វីមិនមែនជារបស់ខ្លួនលទ្ធផលដែលទទួលបាន
គឺកម្មដៅអាក្រក់បែបនេះខ្ញុំបានរំលឹករួចហើយតែគេមិនស្ដាប់គេប្រហែលទើបគេទទួលលទ្ធផលបែបនេះចាខ្ញុំយល់ហើយខ្ញុំក៏បានហាមគាត់ហើយដែរតែគាត់មិនស្ដាប់ពេលនេះអត់ពីគាត់ទៅជីវិតរបស់ខ្ញុំក៏ពិបាកព្រោះកន្លងមកបានគាត់នេះហើយជាអ្នកចិញ្ចឹមគ្រួសារពេលនេះខ្ញុំត្រូវរ៉ាប់រងតែម្នាក់ឯងមិនដឹងថាជីវិតនឹងទៅជាយ៉ាងណាទេឲ្យតែអ្នកធ្វើអំពើល្អជីវិតអ្នកនឹងបានប្រសើរឡើងវិញមិនខានពេលនេះខ្ញុំដល់ពេលត្រូវត្រឡប់ទៅកន្លែងរបស់ខ្ញុំហើយខ្ញុំអស់កម្មនៅឋានកណ្ដាលហើយសូមអ្នកទាំងអស់គ្នាអាប់ដល់លោកតាលោកយាយខ្ញុំផងណាថាខ្ញុំមិនអាចរងចាំគាត់ត្រឡប់មកវិញបានទេខ្ញុំលាសិនហើយអញហើយចុះផ្កាយើងបត្តនាបាត់ហើយយាយវាពេលទៅវានៅនឹងតា អេតាវាអញច្រឡំដៃដាក់ទីណាទេដឹងបើវានៅក្នុងផ្ទះយើងណារកទៅគង់តែឃើញទេខ្ញុំចាំបានថាដាក់នៅត្រង់នេះកន្លែងដើមតាវាចុះបត្តនាអញ្ចេះយាយវាជួយរកគ្នាបន្តិចមើលលោកតាលោកយាយនៅផ្ទះដែរទេអាណាងនៅតាមានការអីដែរទៅគឺខ្ញុំមកនេះមានរឿងចំប្រាប់ដល់លោកតាលោកយាយនឹងណារឿងអ្វីដែរទៅលោកតាលោកយាយកំពុងតែដល់រកផ្កាសួរនោះមែនទេចុះហេតុអីបានជាក្មួយដឹងលោកតាលោកយាយមិនបាច់រកទៀតឡើយផ្កានោះណាប្តីខ្ញុំបានលួចយកទៅនៅក្នុងបំណងឲ្យវាជប់ចេញមាសចេញប្រាក់កែវកងឲ្យខ្លួនតែជាអកុសលមិនមែនជប់ជាទ្រព្យតែបែរជាคล้ายទៅជាពពួកសត្វអាសេរពឹសឥឡូវគាត់ស្លាប់បាត់ទៅហើយបានន័យថាអាជីស្លាប់បាត់ហើយហ៎ចាគាត់ស្លាប់ហើយតាស្លាប់ដោយសារតែភាពលោភលន់របស់ខ្លួនឯងក្មួយណាងលំបាកណាស់ហើយមើលទៅទុកថាជាកម្មរបស់ខ្ញុំទៅចុះណាយាយផុតកម្មផុតពៀននឹងគ្នាតែត្រឹមនឹងទៅចុះរួចចុះផ្កាសួរវិញនោះខ្ញុំមកនេះចង់ប្រាប់ពីរឿងនេះឯងបូផាផ្កាសួរនឹងផ្ដែផ្ដាំឲ្យខ្ញុំមកជួយប្រាប់រៀបរាប់រឿងរ៉ាវដល់លោកតាលោកយាយព្រោះគេខ្លាចលោកតាលោកយាយបារម្ភពេលនេះនាងអស់កម្មបានត្រឡប់ទៅកន្លែងរបស់នាងវិញហើយសូមលោកតាលោកយាយសំណាងល្អនាងអរគុណគ្រប់ពេលវេលាកន្លងមកដូចគ្នាដែររឿងរ៉ាវវាបែបនេះសោះបានលើបែបនេះខ្ញុំលេងបារម្ភអីទៀតហើយតើពិតទេម៉ែវាពិតណាស់អស់កម្មអស់ពីហើយណាបុផាសួរខ្ញុំមកប្រាប់លោកទាំងពីរតែប៉ុណ្ណឹងទេអាណាងបើមិនទាស់ខុសទេមកនៅជុំនឹងយាយតាមកណាមានអ្វីយើងក៏ជួយគ្នាខ្លះចុះឯងខ្វះខាតអីមករកពួកយើងបានបើអាចជួយបានពួកយើងក៏រីករាយនឹងជួយដែរពិតមែនហើយឯងជាមនុស្សល្អអញ្ចឹងទេវតាគង់តែថែរក្សានោះទេខ្ញុំអរគុណលោកតាលោកយាយខ្លាំងណាស់អ្នកទស្សនាជាទីរាប់អានរឿងមហិទ្ធិបុប្ផាសួរសន្មតថាចប់ដោយបរិបូរណ៍មានគ្រួសារមួយរស់នៅចុងភូមិដាច់ស្រយាលពីគេក្នុងគ្រួសារនេះមានយាយចាស់និងចៅប្រុសម្នាក់ឈ្មោះថាផានិតរស់នៅយ៉ាងកំសត់លោកយាយជាអ្នកដើរកាប់អុសយកទៅលក់នៅផ្សារដើម្បីចិញ្ចឹមចៅប្រុសតូចថ្ងៃមួយលោកយាយបានទៅកាប់អុសតាមព្រៃក្បែរជើងភ្នំដើម្បីយកទៅលក់នៅផ្សារឲ្យម៉ួយដូចរាល់ដងប៉ុន្តែថ្ងៃនេះចម្លែកណាស់ដែលអ្នកទិញអុសរបស់លោកយាយមិនឃើញមកទៀតសោះលោកយាយបារម្ភយ៉ាងខ្លាំងខ្លាចក្រែងគ្មានប្រាក់ទិញរបស់របរហូបចុកចិញ្ចឹមចៅបើគ្មានអ្នកទិញអុសរបស់ខ្ញុំទេតើខ្ញុំមានប្រាក់ឯណាសម្រាប់ចិញ្ចឹមចៅប្រុសកំសត់របស់ខ្ញុំទៅព្រះអើយថ្មើរណែចៅខ្ញុំប្រហែលជាឃ្លានខ្លាំងហើយតែយាយនឹងខិតខំប្រឹងលក់ឲ្យអស់ណាចៅនិយាយរួចលោកយាយក៏បន្តដំណើរទៅមុខទៀតស្រាប់តែទៅដល់ផ្ទះលោកពូជ័យនិងប្រពន្ធដែលជាកសិករកំពុងតែរើសផ្លែត្នោតទុំបំរុងនឹងយកទៅឲ្យគោឆៃណែចៅអើយជួយទិញអុសយាយផងទៅថ្ងៃនេះណាយាយលក់មិនដាច់ទេបើយាយគ្មានប្រាក់ចៅកំសត់របស់យាយប្រកាសជាឃ្លានហើយយំខ្លាំងណាស់អេរួចចុងកូនចៅលោកយាយទៅណា
មិនក៏ឲ្យយាយដើរលក់អស់ដូចនេះហើយចិញ្ចឹមចៅតែម្នាក់ឯងអញ្ចឹងអូកូនរបស់យាយស្លាប់អស់ហើយបានបន្សល់ទុកចៅប្រុសឲ្យយាយចិញ្ចឹម ចុះអស់នោះលោកយាយលក់យ៉ាងម៉េច អូយសាច់ទៅលើចៅឲ្យយាយប្រមាណក៏បានដែរពួកខ្ញុំក៏គ្មានប្រាក់ដែរយាយព្រោះពូនក៏មិនទាន់បានយកទៅលក់ឥឡូវចេះទៅខ្ញុំឲ្យពោតទៅលោកយាយមួយល្អីហើយយាយឲ្យអស់នេះមកខ្ញុំចុះព្រមទេយាយហើយនេះផ្លែត្នោតខ្ញុំទៅរើសបានថ្មីលោកយាយយកទៅទុកធ្វើនំចុះបើខ្ញុំមិនយកពោតនេះទេខ្ញុំគ្មានអ្វីធ្វើឲ្យចៅតូចរបស់ខ្ញុំហូបទេអញ្ចឹងខ្ញុំសម្រេចចិត្តថាយកពោតនេះហើយណែនាងមិនអីទេយាយយល់ព្រមបន្ទាប់ពីព្រមព្រៀងគ្នាដោយដោះដូរពូនឲ្យលោកយាយហើយលោកយាយគាត់ក៏ធ្វើដំណើរមកផ្ទះវិញកាលដែលមកដល់ផ្ទះស្រាប់តែឃើញចៅប្រុសកំពុងតែយំដោយសារសេចក្តីស្រេកឃ្លានយាយក៏និយាយទៅកាន់ចៅថាពុទ្ធអើយចៅសុកមិនក៏យំខ្លាំងម្លេះប្រហែលជាចៅឃ្លានខ្លាំងហើយមែនទេចៅមែនណាយាយខ្ញុំឃ្លានខ្លាំងណាស់ផ្ទះយើងគ្មានអីហូបទេមិនអីទេចៅនេះណាយាយបានពោតនឹងផ្លែត្នោតទុំមកដែរចាំយាយទៅធ្វើនំត្នោតឲ្យហូបណាចៅណាឈប់យំទៅចៅកំសត់របស់យាយបាទយាយនិយាយរួចលោកយាយក៏ទៅធ្វើនំត្នោតឲ្យចៅហូបលោកយាយតែងតែធ្វើនំត្នោតនេះឲ្យផានិតហូបជារឿយៗហើយផានិតចូលចិត្តនំត្នោតរបស់លោកយាយខ្លាំងណាស់ប៉ុន្មានឆ្នាំក្រោយមកចៅប្រុសរបស់លោកយាយក៏ធំពេញកំឡោះរូបរាងសង្ហាដាច់គេក្នុងភូមិប៉ុន្តែផានិតមានចរិតទំនើងខ្លាំងណាស់ព្រោះកន្លងមកលោកយាយស្រឡាញ់ថ្នាក់ថ្នមមិនថាផានិតចង់បានអ្វីឡើយលោកយាយតែងតែបំពេញបំណងផ្គាប់ចិត្តចៅជានិច្ចមានមោទនភាពខ្លាំងណាស់ដែលស្រីនៅក្នុងភូមិបាតជើងរន្ទះនេះតាមលងស្នេហ៍ខ្ញុំគ្រប់គ្នាហើយកើតមកជាប្រុសស្អាតគឺវាអញ្ចឹងមិនខ្វះទេស្រីតាមនោះណែផានិតចៅនេះចៅមិនគិតមកជួយយាយកាប់អស់យកទៅលក់ទេអីនេះណាយាយចាស់ហើយមកជួយយាយខ្លះមកចៅអត់ទេយាយខ្ញុំមិនទៅទេយាយដឹងហើយតើមែនទេថាពីមុនមកខ្ញុំមិនដែលធ្វើស្អីទេហើយយាយចង់ឲ្យប្រុសស្អាតដូចខ្ញុំនេះទៅលក់អស់នៅផ្សារអញ្ចឹងហីពធយាយគ្រាន់តែគិតក៏ខ្មាស់គេពេញភូមិបាត់ជើងផ្ទះនេះបាត់ទៅហើយយាយដឹងហើយថាឯងនឹងវាស្អាតសង្ហាតែចៅត្រូវចាំថាណែមានតែភាពត្រឹមត្រូវនិងស្មោះត្រង់តែប៉ុណ្ណោះទើបធ្វើឲ្យចៅនឹងមានភាពរីកចម្រើនទៅថ្ងៃមុខណាចៅបានហើយយាយខ្ញុំមិនចង់ស្ដាប់យាយទេសនាអីទាំងអស់ខ្ញុំមិនជឿយាយនិយាយទេខ្ញុំគិតថាមានតែភាពស្អាតសង្ហាប៉ុណ្ណោះទើបអាចឈ្នះអ្វីគ្រប់យ៉ាងបាននិយាយហើយផានិតក៏ដើរចេញទៅបានផានិតចៅប្រុសយាយអើយមិនគួរណាចៅខ្លាចជាមនុស្សទំនើងបែបនេះសោះហើយកំហុសគ្រប់យ៉ាងមកពីយាយបើយាយមិនតម្រើសចៅតាមចិត្តម្លេះចៅនឹងខ្លាយទៅជាក្មេងល្អជាក់ជាមិនខានឡើយលោកយាយដើរចេញទៅលក់អស់ទាំងទឹកមុខក្រៀមក្រំលុះពេលល្ងាចឡើងផានិតឃ្លានយ៉ាងខ្លាំងប៉ុន្តែនៅតែមិនឃើញលោកយាយត្រឡប់មកវិញគេខឹងសម្បាខ្លាំងណាស់មួយសន្ទុះក្រោយមកលោកយាយក៏ត្រឡប់មកវិញទាំងទឹកមុខស្រពោនព្រោះលក់មិនដាច់យាយថ្ងៃនេះមិនក៏លក់យូរម៉េះខ្ញុំឃ្លានហើយឆាប់ទៅធ្វើអីខ្ញុំហូបភ្លាមទៅណែថ្ងៃនេះយាយលក់មិនដាច់ទេចៅ
អញ្ចឹងយាយគ្មានប្រាក់អីទិញឲ្យចៅហូបទេចាំយាយទៅធ្វើនំត្នោតឲ្យចៅហូបចុះព្រោះយាយទៅតែរើសបានផ្លែត្នោតនិងពោតយើងហើយក៏បានខ្លះយកមក ស្អីទៀតហើយយាយគិតចង់ធ្វើនំត្នោតឲ្យខ្ញុំហូបដល់ពេលណាទៀតនេះខ្ញុំហូបតាំងពីតូចរហូតដល់ធំហើយណាថ្ងៃណាក៏នំត្នោតថ្ងៃណាក៏នំត្នោតរូបរាងដូចខ្ញុំមិនស័ក្តិសមហូបរបស់អញ្ចឹងទៀតទេបើគ្មានរបស់ brand ទេខ្ញុំហូបអញ្ចូលទេ ស្អីគេទៅចៅអាប្រែនស្អីគេនឹងឲ្យចុះឲ្យយាយធ្វើល្មិចបើយើងជាអ្នកក្រមានអីហូបនឹងទៅណាចៅយាយឯងមិនស្គាល់ទេរបស់ brand តើក្មេងៗដូចខ្ញុំទើបស្គាល់ហើយមកសួរធ្វើអីហើយចុះយាយមានលុយអត់នឹងមកឆាប់ឲ្យមកខ្ញុំមកមានប៉ុន្មានឲ្យទាំងអស់មកខ្ញុំយកទៅទិញអី brand ហូប អូយយាយអត់លុយទេចៅថ្ងៃនេះយាយលក់អត់ដាច់មើលហុចដៃមើលខ្ញុំមើលថាយាយមានលះអត់គ្មានមែនទៅយាយឯងឆាប់ទៅលក់អស់ឲ្យគេទៅលក់ឲ្យអ្នកណាក៏បានដែរឲ្យតែបានលុយយកមកឲ្យខ្ញុំឆាប់ទៅភ្លាមទៅអើយតែនេះណាមេឃចិត្តភ្លៀងហើយយាយណាក៏មិនទាន់បានហូបបាយទៀតចាំស្អែកទៅបានទេចៅអត់ទេខ្ញុំត្រូវការលុយថ្ងៃនេះបើយាយមិនទៅរកលុយមកឲ្យខ្ញុំទេខ្ញុំនឹងចេញពីផ្ទះនេះយាយចាំទៅមើលចុះតែអ្នកផានិតចៅយាយគួរឲ្យធុញណាស់ខ្ញុំខ្មាស់គេណាស់ដែលកើតមកជាចៅយាយហើយកើតក្នុងតកូលក្រីក្រទៀតខ្ញុំឈប់នៅជាមួយយាយទៀតហើយខ្ញុំស្អប់ក្លិនឆ្អេះឆ្អាបក្លិនក្របែបនេះណាខ្ញុំស្អប់យាយផានិតចៅឈប់សិនចៅកុំទៅណាចោលយាយអីណាចៅផានិតចៅត្រឡប់មកវិញមកផានិតចាញ់ទៅទាំងខឹងនឹងក្តីស្រេកឃ្លានចំណែកឯលោកយាយបានត្រឹមតែអង្គុយយំព្រោះចៅសម្លាញ់រត់ចេញពីផ្ទះពុទ្ធោប៉និតចៅយាយមេឃណាវាភ្លៀងហើយចៅចេញទៅទាំងភ្លៀងបែបនេះតើចៅទៅជ្រកនៃណាទៅចៅផានិតអើយយាយសុំទោសណាចៅដែលយាយđãគ្មានលទ្ធភាពឲ្យចៅបានហូបគ្រប់គ្រាន់យាយពិតជាយាយមិនល្អឡើយដែលយាយចិញ្ចឹមចៅឲ្យខ្លាយទៅជាបែបនេះផានិតដើរបណ្ដើរយំតូចចិត្តនឹងវាសនាបណ្ដើរក្រោមដំណក់ទឹកភ្លៀងយ៉ាងក្តុកក្តួលអោរាដើរបានមួយសន្ទុះគេបានទៅដល់ផ្ទះដ៏ក្រីក្រមួយមានតែម្ដាយនិងកូនរស់នៅគេបានដើរចូលទៅដើម្បីសុំជ្រកភ្លៀងមីងខ្ញុំសុំផ្ទះមីងជ្រកភ្លៀងសិនបានទេបានក្មួយហួចចុះក្មួយមកពីណាដែរហើយមិនក៏ដើរផ្លូវស្ងាត់តែម្នាក់ឯងអញ្ចឹងក្មួយខ្ញុំសុំទោសខ្ញុំមកពីឆ្ងាយចេះតែដើរគ្មានទីពឹងទេទើបបានមកដល់ផ្ទះមីងក្មួយសុំជ្រកភ្លៀងបន្តិចពេលរាំងភ្លៀងខ្ញុំនឹងទៅវិញណាណាមីងម៉ែបងម្នាក់នេះប្រហែលជាមនុស្សមិនល្អទេដឹងម៉ែអើយកុំគិតអញ្ចឹងអីកូនបងណាមកសុំជ្រកភ្លៀងតើម៉ែខ្ញុំឃ្លាននំត្នោតដែលម៉ែធ្វើណាម៉ែធ្វើខ្ញុំបានទេម៉ែអើយបានកូនម៉ែនឹងធ្វើវាឲ្យឆ្ងាញ់សម្រាប់កូនម៉ែចាំតិចទៅណាកូនម្ដាយចាំម៉ែទៅធ្វើនំត្នោតឲ្យកូនហូបនំត្នោតនេះកូនណាមីងចូលចិត្តហូបនំត្នោតដែរអើយមែនឯក្មួយកូនមីងណាហូបនំត្នោតរាល់ថ្ងៃគេចូលចិត្តណាស់ហើយចុះក្មួយធ្លាប់ហូបទេណែអញ្ចឹងចាំមីងធ្វើរួចក្មួយហូបជាមួយប្អូនចុះណាក្មួយចាំមីងតិចមីងទៅធ្វើសិនបាទមីងអរគុណណាស់មីងផានិតឮហើយគេក៏នឹករលឹកដល់លោកយាយដែលធ្លាប់តែធ្វើនំត្នោតឲ្យគេពេលគេឃ្លានមួយស្របក់ក្រោយមកនំត្នោតបានឆ្អិនមីងខាក៏បានយកនំត្នោតឲ្យកូនគាត់និងផានិតហូបជុំគ្នាផានិតហូបទាំងហូរទឹកភ្នែកព្រោះនំត្នោតនោះមានរសជាតិនិងក្លិន
ដូចជានំត្នោតរបស់លោកយាយគេណាស់ ចាំមិនឲ្យក្មួយនំត្នោតមីងមិនឆ្ងាញ់មែនទេទើបបានជាក្មួយយំបែបនេះហា អត់ទេអ្នកមីងនំត្នោតរបស់អ្នកមីងឆ្ងាញ់ណាស់បើកុំតែបានអ្នកមីងធ្វើនំត្នោតនេះឲ្យខ្ញុំហូបទេម្លេះខ្ញុំធ្វើខុសកាន់តែធ្ងន់ហើយ ហាតើមានរឿងអីមែនទេក្មួយ ខ្ញុំបានធ្វើមិនល្អចំពោះលោកយាយខ្ញុំពេលនេះខ្ញុំគិតយល់ហើយអរគុណណាស់អ្នកមីងសម្រាប់នំត្នោតរបស់អ្នកមីងខ្ញុំមិនរំខានអ្នកមីងយូរទៀតទេខ្ញុំលាអ្នកមីងទៅរកលោកយាយខ្ញុំសិនហើយ អូចាមិនអីទេក្មួយអ្នកណាក៏ធ្លាប់ខុសតែបើដឹងខ្លួនខុសបែបនេះគឺល្អហើយណាក្មួយណា បាទមីងណាក្មេងតូចស្ដាប់សម្ដីបងណាមិនថាអ្នកម្ដាយប្អូនធ្វើអ្វីឲ្យប្អូនហូបទេប្អូនត្រូវតែហូបមិនត្រូវតម្រើសតាមចិត្តខ្លួនឯងទេហើយត្រូវស្ដាប់បង្គាប់អ្នកម្ដាយណាក្មេងតូចបងទៅសិនហើយ ទៅចុះក្មួយសំណាងល្អណាស់ក្មួយ ផានិតបានត្រឡប់ទៅរកលោកយាយវិញទាំងចាត់អន្ទះសារកាលដែលទៅដល់ផ្ទះហើយឃើញលោកយាយយំព្រមទាំងមាននំត្នោតនៅលើតុដែលយាយខំធ្វើសម្រាប់គេលោកយាយ ផានិតចៅមកវិញហើយអីចៅមករកយាយវិញហើយ ខ្ញុំសុំទោសដែលទៅចោលលោកយាយខ្ញុំមិនគួរគិតនឹងស្អប់នំត្នោតរបស់លោកយាយទេខ្ញុំគួរតែត្រេកអរនៅពេលដែលមានលោកយាយនៅក្បែរនិងមើលថែខ្ញុំបែបនេះខ្ញុំមិនល្អខ្ញុំធ្វើបាបយាយ បានហើយឈប់បន្ទោសខ្លួនឯងទៀតទៅណាចៅណាបើចៅដឹងខ្លួនខុសហើយចេះកែប្រែបែបនេះគឺវាល្អណាស់ចៅអូយយាយណាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលចៅណាភ្ញាក់រលឹកបែបនេះចាប់តាំងពីពេលនោះមកផានិតមិនដែលត្អូញត្អែនឹងនំត្នោតរបស់លោកយាយទៀតឡើយហើយផានិតក៏បានរៀនធ្វើនំត្នោតពីលោកយាយហើយយកទៅលក់នៅផ្សារបានប្រាក់កម្រៃសម្រាប់ចិញ្ចឹមជីវិតដោយសារនំត្នោតរបស់ផានិតមានរសជាតិឆ្ងាញ់ខុសពីរសជាតិធម្មតាដោយសារតែនំត្នោតនោះធ្វើពីម្សៅពោតទើបមានរសជាតិឆ្ងាញ់បែបនេះនិងធ្វើឲ្យផានិតលក់នំត្នោតដាច់យ៉ាងខ្លាំងជីវភាពក៏កាន់តែរីកចម្រើនលោកយាយនិងផានិតក៏រួមរស់ជាមួយគ្នាយ៉ាងមានសេចក្តីសុខតរៀងមក